ការវិភាគថាតើអ៊ីស្រាអែលអាមេរិកអាចផ្ដួលរលំរបបនៅអ៊ីរ៉ង់បានឬទេអាមេរិកអ៊ីស្រាអែលបើការវាយប្រហារឈ្លានលើអ៊ីរ៉ង់អស់រយៈ4ថ្ងៃមកហើយដោយបានប្រើយន្តហោះចម្បាំងរាប់រយគ្រឿងមីស៊ីលរាប់រយអាចចូលពាន់ដោមនាវាចម្បាំងនាវាដឹកយន្តហោះបានសម្លាប់មេដឹកនាំកំពូលនិងបំផ្លាញទីបញ្ជាការកងទ័ពឃ្លាំងអាវុធនិងកន្លែងរដ្ឋាភិបាលរាប់រយកន្លែងក៏ប៉ុន្តែអាមេរិកអ៊ីស្រាអែលនៅតែមិនទាន់អាចឲ្យរបបដឹកនាំអ៊ីរ៉ាំងដួលរលំបានតើមកពីហេតុអ្វីគឺអ៊ីរ៉ាំងមានរចនាសម្ព័ន្ធដឹកនាំរឹងមាំមានកងទ័ពខ្លាំងមានសពអាវុធទំនើបមានខែលការពារមីស៊ីលមាននាវាច្បាំងយន្តហោះចម្បាំងពិសេសមីស៊ីលរាប់រយពាន់ដាមនិងដ្រូនពិឃាតដ៏ខ្លាំងក្លាទន្ទឹមនឹងរងការវាយប្រហារយ៉ាងសន្ធប់ពីសំណាក់អាមេរិកអ៊ីស្រាអែលអ៊ីរ៉ង់នៅតែអាចវាយប្រហារបាញ់មីស៊ីលដ្រូនពិឃាតទៅកំទេចទីតាំងកងទ័ពអាមេរិកបារាំងអង់គ្លេសទីក្រុងតេលអាវីវនិងប្រទេសទាំង11ដែលមានមូលដ្ឋានទ័ពអាមេរិកបានដែលបញ្ជាក់ថាអ៊ីរ៉ង់នៅតែខ្លាំងបើត្រឹមតែវាយប្រហារដោយមីស៊ីលយន្តហោះចម្បាំងនាវាចម្បាំងมันអាចផ្ដួលរលំខ្លាកំណាយអ៊ីរ៉ង់បាននោះទេហើយសង្គ្រាមនឹងហួសបន្លាយរយៈពេលយូរម្យ៉ាងអាចរីករាលដាលសង្គ្រាមទូទាំងមជ្ឈមបូព៌ទាំងមូលបើដឹងថាការវាយប្រហារឈ្លានដោយមីស៊ីលយន្តហោះចម្បាំងនាវាចម្បាំងมันអាចផ្ដួលរលំរបបដឹកនាំទីក្រុងតេអ៊ីរ៉ង់បានហេតុដូចម្តេចអាមេរិកអ៊ីស្រាអែលមិនបញ្ជូនកងទ័ពជើងគោកចូលវាយក្នុងទឹកដីអ៊ីរ៉ង់សូមបងប្អូនបញ្ចេញមតិយោបល់ខាងក្រោម